សួស្តីបងប្អូនទាំងគ្នាបាទនៅក្នុងវីដេអូនេះគឺរបៀបបដូរឈ្មោះ Facebook ក្នុងឆ្នាំ2026បើបងប្អូនមិនត្រូវចេះបដូរបងប្អូនទស្សនាវីដេអូនេះបានបាទខ្ញុំនឹងធ្វើបង្ហាញបងប្អូនបាទបើបងប្អូនចង់បដូរបងប្អូនជួយរើសអាខុនណាដែលបងប្អូនចង់បដូរឥឡូវនេះបងប្អូនទស្សនាដល់គ្នាបាទជាដំបូងបងប្អូនចូល Facebook ទៅបាទជួយទៅបាទចុចហើយបងប្អូនឃើញត្រី3នៅខាងលើគេនេះបងប្អូនបាទឥឡូវនេះបងប្អូនជួយទៅបាទចុចបានចឹងហើយបងប្អូនចូលនេះមកបាទ setting and privacy បាទចុចទៅបាទហើយបងប្អូនចូល setting ម្ដងទៀតមកបាទចុចទៅបាទហើយបងប្អូនចុចកន្លែងសញ្ញាសើយើងបាទចុចទៅបាទហើយបងប្អូនសរសេរថា name ចាំពេកបងប្អូនសវ៉ាសូឡូបាទហើយបងប្អូនចុចលេខឈ្មោះយើងនេះបាទ name នេះបាទចុចទៅបាទបាទមកដល់កន្លែងនេះហើយបងប្អូនបដូរដល់បាទនេះកន្លែងគេឈ្មោះបាទហើយក្រោយគេនេះតកូលបាទឥឡូវនេះខ្ញុំដាក់ឈ្មោះខ្មែរម្ដងបាទឥឡូវនេះបងប្អូនដាក់ឈ្មោះបងប្អូនទៅបាទឥឡូវនេះដាក់ឈ្មោះខ្ញុំបាទខ្ញុំដាក់ឈ្មោះលេខ្ញុំបងប្អូនបាទហើយឥឡូវនេះបងប្អូនសេរួចហើយបងប្អូនចុចរួចរាល់ទៅបាទហើយបងប្អូននឹងឃើញពាក្យក្រៅថា review change បងប្អូនបាទចុចទៅបាទចុចចឹងបានហើយគេឲ្យយើងជ្រើសរើសយកមុនយកតកូលមុនឬយកឈ្មោះមុនបងប្អូនបាទឥឡូវនេះយកតកូលមុនម្ដងបាទឥឡូវនេះបងប្អូនចុច save ទៅបាទបាទពេលនេះរួចរាល់ហើយបងប្អូនបាទឥឡូវនេះចូលមើល profile យើងបងប្អូនបាទថយទៅបាទហើយឬបងប្អូនគ្រីចក៏បានបាទចុច Facebook ទៅបាទចុចហើយបងប្អូនចុច like profile យើងនេះបាទក្របគេនេះបាទចុចទៅបាទបើឃើញឈ្មោះយើងនៅតែដូរចេះបងប្អូន control តិចមកបាទ control មកនឹងដូរឈ្មោះហើយបាទ control មកបាទឃើញទេបាទគឺវិធីសាស្ត្រនេះគឺរួចរាល់ហើយបាទគឺឈ្មោះយើងឈ្មោះខ្មែរហើយបាទហើយក្រោយវីដេអូនេះគឺមើលប៉ុណ្ណឹងបាទសូមបងប្អូនជួយចែករំលែកផងអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ